នាងគ្រាន់តែដេកលក់មួយទូយ៉ាងយូរសោះភ្ញាក់មកឃើញអ្នកបម្រើនៅចាំការពារនាងតាំងពី100ឆ្នាំមុនដើម្បីតបស្នងភាពស្មោះត្រង់របស់គេនាងក៏សម្រេចចិត្តឲ្យគេនៅបម្រើនាង100ឆ្នាំទៀតចុះនាងគ្រាន់តែគ្រវីដៃក៏ធ្វើឲ្យគេក្មេងជាងមុន100ឆ្នាំភ្លាមអរគុណអ្នកនាងដែលប្រទានពរបន្ទាប់មកនាងសួររកកូនចៅត្រកូលទាំង4ថាពួកគេនៅឯណាអស់ហើយកាលពី100ឆ្នាំមុនត្រកូលទាំង4បានទទួលគុណពីនាងដើម្បីសងគុណពួកគេធ្លាប់សន្យាថានឹងបញ្ជូនកូនចៅដែលពូកែបំផុតក្នុងត្រកូលមកធ្វើជាអ្នកបម្រើតែឥឡូវ100ឆ្នាំកន្លងផុតទៅបាត់ឈឹងមិនឃើញមកសោះនាងជឿថាពួកគេមិនហ៊ានក្បត់ពាក្យទេប្រកាសជាមានរឿងអីហើយនាងរាប់ម្រាមដៃគុណគូក៏សម្រេចចិត្តទៅរកត្រកូលយ៉ាងមុនគេមិនយូរប៉ុន្មានសម្បត្តិមួយច្បាប់ហោះមកដល់ជាប់ធ្នឹមទ្វារត្រកូលយ៉ាងតែម្ដងអ្នកបម្រើឃើញខ្លឹមសារសម្បត្តិក៏ប្រញាប់រត់ទៅប្រាប់លោកម្ចាស់ផ្ទះសម្បត្តិសរសេរថាកាលពី100ឆ្នាំមុនលោកម្ចាស់ធំធ្លាប់សន្យាថានឹងបញ្ជូនចៅប្រុសត្រកូលយ៉ាងទៅភ្នំណានសានដើម្បីបម្រើអ្នកនាងម្នាក់ថ្ងៃត្រង់នេះនាងនឹងមកទារយកមនុស្សតាមការសន្យាហើយកូនប្រុសត្រកូលយ៉ាងនឹកឃើញថាជីតាធ្លាប់ផ្ដែផ្ដាំមែនថាគេជាកូនចៅដែលពូកែបំផុតក្នុងជំនាន់នេះថ្ងៃក្រោយត្រូវទៅនៅបម្រើចៅហ្វាយគេស្មានថាចៅហ្វាយដែលជីតានិយាយគឺជាយាយចាស់ម្នាក់ទើបគេមិនបានប្រាប់រឿងនេះដល់ឪពុកដឹងត្រឹមថាជីតាមានចៅហ្វាយម្នាក់មែនហើយដែលត្រកូលរីកចម្រើនរាប់រយឆ្នាំមកនេះគឺដោយសារចៅហ្វាយម្នាក់នោះជួយតែគាត់មិនច្បាស់រឿងបញ្ជូនកូនទៅធ្វើអ្នកបម្រើគេនោះទេទោះជាយ៉ាងណាគាត់បញ្ជាឲ្យគេអញ្ជើញភ្ញៀវចូលមកដោយការគោរពតែពេលលោកស្រីឃើញភ្ញៀវជាស្រីក្មេងស្អាតបែបនេះក៏នឹកឃើញដល់មួយរយៈនេះតែប្តីធ្វើរកពាក់មុខយកដាក់ខ្លួនគាត់សង្ស័យថាស្រីម្នាក់នេះជាស្រីកំណានរបស់ប្តីយកឈ្មោះជីតាមកអួតដើម្បីចូលមកចែកទ្រព្យតែលោកម្ចាស់មានអារម្មណ៍ថានាងមានអំណាចខ្លាំងណាស់គ្រាន់តែមើលភ្នែកក៏ភ័យដែរឬមួយនាងជាចៅហ្វាយដែលប៉ានិយាយមិនអាចទេប៉ាប្រាប់ថាចៅហ្វាយនោះរស់នៅតាំងពីយូរយារណាស់មកហើយប៉ុន្តែលោកស្រីជឿជាក់ថានាងជាស្រីលួចលាក់ដើម្បីបកស្បែកមុខនាងគាត់ថាក្នុងបន្ទប់លោកម្ចាស់ធំមានរូបគំនូរមួយរូបក្នុងគំនូរនោះគឺជាចៅហ្វាយដែលលោកម្ចាស់ធំគោរពបំផុតចង់ដឹងថានាងខ្លាយឬអត់ទៅយកគំនូរមកទៀងទាត់ទៅដឹងហើយតែនាងថាបែបនេះនាំតែយូរទេនាងដើរតម្រង់ទៅរកសពលោកម្ចាស់ធំបំណងដាស់គាត់មកសួរផ្ទាល់តែម្ដងពេលនាងលូកដៃទៅរកសពលោកម្ចាស់ស្ទុះទៅខាត់ប៉ាខ្ញុំគាត់ឈឺវេទនាច្រើនឆ្នាំហើយទើបតែបានផុតទុក្ខពេលនេះគាត់បានទៅស្ងប់សុខហើយមុននឹងឃើញរូបគំនូរបញ្ជាក់អត្តសញ្ញាណនាងខ្ញុំមិនអាចឲ្យនាងមករំខានសពគាត់ដាច់ខាតចង់យកឈ្មោះចៅហ្វាយមកនាំស្រីចូលផ្ទះដោយស្របច្បាប់មែនទេកុំមកដេកយកសពនាងដើរមកដល់មុខវិញភ្លាមលោកស្រីក៏ចាប់ផ្ដើមរករឿងផ្លែកគេល្បីថាចៅហ្វាយនោះពូកែស័ក្តិសិទ្ធិណាស់ចេះសពគ្រប់តែនាងចូលមកភ្លាមពាក់ស្បៃមុខចិត្តឈឹងមិនហ៊ានឲ្យគេឃើញមុខនាងធ្វើបែបនេះមានតែពីរយ៉ាងទេមួយគឺនាងជាស្រីខ្លាយពីរគឺមុខនាងខូចអស់ហើយហេតុផលប៉ុណ្ណឹងគឺគ្រប់គ្រាន់បញ្ជាក់ថានាងមិនមែនជាចៅហ្វាយអីនោះទេតាមពិតមកពីនាងដេកលក់យូរពេកអ្នកដែលឃើញមុខនាងដំបូងនឹងត្រូវរលាយអាយុ100ឆ្នាំលោកស្រីមិនដឹងរឿងគិតថាខ្លួនឯងវិភាគត្រូវនិយាយកាន់តែខ្លាំងដៃថែមទាំងជេរប្រមាថនាងទៀតគ្រាន់តែជាចាប់ពួកចង់តាំងខ្លួនជាហងចង់ចូលមកធ្វើជំទាវក្នុងផ្ទះនេះផងថែមទាំងចង់ឲ្យកូនប្រុសខ្ញុំទៅធ្វើជាទាសករនាងទៀតឆ្លុះកញ្ចក់មើលខ្លួនឯងសិនទៅមិនចឹងបងមិនបាច់មកធ្វើល្អទេនាងមិនមែនជាចៅហ្វាយទេឥឡូវច្បាស់ហើយថានាងខ្លាយឆាប់បណ្ដេញនាងចេញពីផ្ទះត្រកូលយ៉ាងភ្លាមនោះអ្នកបម្រើយកគំនូរមកដល់លោកម្ចាស់ប្រញាប់បើកមើលភ្លាមដើម្បីបញ្ជាក់ការសង្ស័យពិតមែនតើមនុស្សក្នុងរូបគំនូរមិនថារៀងឬភិនភាគគឺដូចនាងបេះដាក់តែម្ដងប៉ុន្តែលោកស្រីនៅតែមិនសុខចិត្តចង្អុលមុខនាងពាក់ស្បៃបែបនេះមើលមុខមិនច្បាស់ទេតតែឲ្យនាងដោះស្បៃមុខចេញទើបដឹងថាមែនឬមិនមែនអ្នកបម្រើប្រុសនិយាយកាត់លោកស្រីតែចៅហ្វាយមិនដោះស្បៃគឺដើម្បីពួកលោកព្រោះអ្នកឃើញមុខនាងដំបូងគេនឹងត្រូវស្លាប់លោកស្រីមិនជឿសម្ដីអ្នកបម្រើទេគិតថាពួកគេរកលេសមិនចង់ដោះស្បៃព្រោះខ្លាចបែកការគាត់នៅតែចេះចង់ឲ្យដោះស្បៃមុខឲ្យឃើញជាខ្មៅស្រាប់តែពេលនោះលោកម្ចាស់នឹកឃើញបណ្ដាំចុងក្រោយរបស់ប៉ាមានចៅហ្វាយមករកត្រកូលយ៉ាងហាមដាច់ខាតកុំមើលមុខនាងឲ្យសោះមុខនាងគាត់យល់សេចក្ដីហើយប៉ាចង់ហាមកុំឲ្យឃើញមុខនាងពិតមែនគាត់ស្ទុះទៅខាត់លោកស្រីកុំឲ្យធ្វើរឿងផ្ដេសផ្ដាសគាត់ប្រាប់ថានេះជាបណ្ដាំប៉ាតាក់ទងនឹងនាងលោកម្ចាស់កាន់តែខាត់លោកស្រីកាន់តែសង្ស័យថាប្តីការពីស្រីចោទថាមកដល់ពេលនេះហើយនៅចង់បោកប្រពន្ធដោយគាត់ទៀតគាត់ប្រកាសថាក្នុងនាមជាប្រពន្ធដើមមិនឲ្យនរណាមកធ្វើរឿងស្មោកគ្រោកនៅចំពោះមុខគាត់ទេគុំសង្ឃឹមថាបានសុខឲ្យសោះថាហើយគាត់ច្រានលោកម្ចាស់ចេញមួយទំហឹងថ្ងៃនេះខ្ញុំនឹងឲ្យបងឯងដឹងថាលួចមានស្រីក្រោយខ្នងខ្ញុំវាយ៉ាងម៉េចម៉ាក់កុំដោះ